យើងធ្វើនេះគឺបង្រៀនឲ្យទម្លាយសច្ចធម៌ដោយខ្លួនឯងតួនាទីទី1របស់លោកគឺបំផ្លាញកិលេសរបស់លោកចោលហើយខ្លួនលោកតែប៉ុណ្ណោះដែលធ្វើបានព្រះសមណគោតមដ៏ចម្រើនសូមទទួលយើងខ្ញុំទាំងពីរគឺជាសាវករបស់ព្រះអង្គផងចូលមកភិក្ខុទាំងឡាយចូលដំណើរជីវិតឲ្យបរិសុទ្ធឆ្ពោះទៅរកការបន្លត់ទុកអ្នកទាំងពីរគឺមោគលាននិងសេរីបុត្រអ្នកទាំងពីរជាមេដឹកនាំនៃសាវកចឹងអើយអរអូហើយដល់គេនោះយោព្រះអង្គព្រះអង្គជួយទុំគុំបងទៅទុំគុំតាមរកត្រង់ច្រើនថ្ងៃមកហើយស្ងប់អារម្មណ៍ទៅទុំគុំមានរឿងក្តៅក្រហល់ក៏ឲ្យត្រូវការឲ្យព្រះអង្គជួយផងទៅតើមានរឿងអ្វីទៅព្រះសមណគោតមដ៏ចម្រើនពួកព្រាហ្មណ៍យកគោទុំគុំ3ក្បាលបើគ្មានគោនេះទេទូលបង្គំគួរធ្វើយ៉ាងម៉េចលោកមិនបានទៅប្តឹងអាជ្ញាធរព្រះរាជាហើយព្យាយាមយកគោមកវិញទេព្រះអង្គដ៏ចម្រើនហើយមានផលប្រយោជន៍អ្វីពួកព្រាហ្មណ៍ទទួលបានសិទ្ធឲ្យរឹបអូសគោក្របីអ្នកស្រែទៅធ្វើការបួងសួងនាំយើងទៅជួបព្រាហ្មណ៍យើងនឹងទៅយកសត្វឲ្យពួកលោកវិញទូលបង្គំនឹងនាំទ្រង់ទៅកន្លែងរបស់គេលើនេះដាក់ឲ្យមុតនេះគួយជុំព្រាមសមណៈនេះមិនមែនជាកន្លែងអ្នកក្រៅវណ្ណៈទេលោកព្រាមតើលោកមានដឹងទេមនុស្សក្រៅវណ្ណៈគឺជាអ្វីហើយអ្វីទើបមនុស្សនៅក្រៅវណ្ណៈទេសមណៈយើងមិនចាប់អារម្មណ៍អ្នកក្រៅវណ្ណៈជាអ្វីទេយើងមិនស្គាល់ទេអញ្ចឹងចាំស្ដាប់ណាលោកព្រាមត្រូវចាំទុកមនុស្សក្រៅវណ្ណៈមិនមែនកើតឡើងតាំងពីកំណើតទេភាពជាព្រាមក៏មិនមែនមានមកតាំងពីកំណើតដែរភាពក្រៅវណ្ណៈកើតចេញពីទង្វើទៅវិញទេភាពជាព្រាមក៏កើតចេញពីទង្វើដែរអូចាមែនទូបង្ហាញបំភ្លឺក្រំពុះភ្លឺងងឹតទូបង្គំសូមអង្វរទទួលយកទូបង្គំផងសូមប្រទ្រង់យាងព្រះអង្គលោកព្រាមខ្លួនលោកមានតម្លៃប៉ុន្មានព្រះសមណៈខ្លួនរបស់ទូបង្គំមានតម្លៃច្រើនមហិមាណាស់ព្រះអង្គអញ្ចឹងយើងមកវាយតម្លៃគ្នារបៀបនេះប៉ុន្មានលើកប៉ុន្មានសាដែលលោកនាំយកសัตว์មកបួងសួងព្រះសមណៈច្រើនជាង100,000ដងទៅទៀតឯណោះអញ្ចឹងយើងមានតម្លៃច្រើនជាងនេះពិតរឿងសមណៈលោកព្រាមដោះលែងសัตว์ដែលគួរអាណិតទាំងនេះចងយើងជំនួសវិញទៅហើយបង្ហូរឈាមយើងដើម្បីបួងសួងចុះព្រះសមណៈសត្វដែលយើងសម្រាប់ទាំងប្រមាណនេះទៅកើតក្នុងឋានសួគ៌ក្រោយពីវាងាប់ទៅណាលោកបួងសួងដើម្បីបញ្ជូនសត្វទៅឋានសួគ៌គឺដើម្បីទទួលពរព្រះសមណៈដើម្បីហេតុទាំងពីរយ៉ាងនឹងឯងលោកអូនទេមានស្រីមួយប្រុសមួយព្រះអង្គលោកបញ្ជូនពួកគេទៅឋានសួគ៌ទេព្រះអង្គមានន័យយ៉ាងម៉េចនឹងបើអញ្ចឹងលោកព្រាមហេតុអ្វីលោកមិនចងពួកគេហើយកាត់កពួកគេទៅព្រះសមណៈនេះចង់និយាយពីស្អីស្ដាប់ណាលោកព្រាមអ្នកណាដែលអះអាងថាការបួងសួងជារឿងប្រសើរពួកគេជាអ្នកបួសដែលយករឿងនេះធ្វើជាអាជីពរកចិញ្ចឹមខ្លួនឯងលោកកុំធ្វើតាមដោយគ្មានហេតុផលឲ្យសោះបើអញ្ចឹងព្រះសមណៈទូបង្គំនឹងមានជំរឿនដ៏ល្អសម្រាប់បួងសួងព្រះជាម្ចាស់ដោះលែងសត្វគួរអាណិតទាំងអស់នេះទៅបានព្រះសមណៈបើទូបង្គំដោះលែងបែបនេះតើគូបង្គំនឹងរស់នៅក្នុងសង្គមព្រាមយ៉ាងម៉េចនាពេលលោកសម្ដែងក្តីមេត្តាចំពោះសត្វទាំងនេះហើយសត្វដ៏ច្រើននឹងគោរពដល់លោកនឹងទទួលបានពរពីព្រះជាម្ចាស់អូយព្រះសមណៈគោតមខ្ញុំព្រះអង្គនឹងដោះលែងសត្វនៅពេលនេះហើយអាយ៉ាគោយើងក៏ដល់អ្នកស្រុកគោរពទ្រង់វាជាការពិតទ្រង់ជាអ្នកត្រាស់ដឹងអស្ចារ្យណាស់លោកជាទីគោរពតើសមណៈគោតមជាអ្នកណាទៅទ្រង់គឺជាព្រះពុទ្ធអ្នកសាងចំពោះផ្លូវអ្នកដែលមិនបានសាងអ្នកប្រកាសចំពោះផ្លូវអ្នកមិនបានប្រកាសអ្នកដឹងផ្លូវចំពោះអ្នកដែលមិនបានដឹងផ្លូវយោយតើមានរឿងអីចេះ សន្ធឹកយើងជិះដល់នេះអ្នកមានរឿងមួយទៅជា លោកព្រាមសមណៈគោតមជាអ្នកណាទៅសន្ធឹកយើងជិះដល់នេះអ្នកមានរឿងមួយទៅជា ព្រះសមណៈគោតម
បបិទ្ធព្រះអង្គដ៏ចម្រើនទូបង្គំមានបរិយាសាមកពីព្រះរាជវាំងព្រះបិតាសធុធនៈមានប្រតិចង់ជួបព្រះអង្គភិក្ខុទាំងឡាយត្រៀមធ្វើដំណើរទៅទីក្រុងកបិលភ័ស្ត្រជាមួយនឹងយើងទេវទត្តគ្រប់យ៉ាងត្រៀមទទួលបុត្រារបស់យើងតាមបញ្ជាដែរឬទេត្រៀមឲ្យក្រាបទូលមង្គមបានត្រៀមថ្វាយត្រង់រួចរាល់អស់ទៅហើយព្រះអង្គព្រះពុទ្ធយើងមកដល់ទីនេះហើយបុត្រាយើងមកដល់ហើយប៉ុន្តែគេនៅឯណាព្រះអង្គត្រង់នៅតាមថ្នល់ព្រះពរនៅតាមថ្នល់ចុះទៅធ្វើអីនៅទីនោះកំពុងតែដាស់សុំអាហារព្រះពរស្អីគេរាជាត្រៀមរបស់ដែលទ្រង់ពេញចិត្តតែទ្រង់បែរជាទៅសុំហូបគេបែបនេះគួរឲ្យខ្មាស់គេខ្លាំងណាស់រៀបចំសេះឲ្យយើងភ្លាមក្រាបទូលសុទ្ធថាបុត្របិតាត្រឹមត្រូវហើយឯអ្នកដែលធ្លាប់តែប្រថាប់រទេះសេះមាសតែបែរជាមកសុំហូបអាហារនៅតាមទីក្រុងនេះហេតុអ្វីបុត្រធ្វើឲ្យបិតាខ្មាស់គេហេតុអ្វីទើបបុត្រអាចធ្វើទៅកើតមហាបពិតទូលបង្គំមិនអាចធ្វើឲ្យទ្រង់អាម៉ាស់ទេប៉ុន្តែទូលបង្គំប្រណិប័តតាមប្រពៃណីសាសនាទៅវិញទេតែយើងជាអ្នកស្នងត្រកូលអ្នកចម្បាំងមិនសុំស្បៀអាហារពីគេនោះទេអ្នកស្នងត្រកូលក្សត្រគឺទេវទត្តចំណែកយើងជាអ្នកស្នងត្រកូលព្រះពុទ្ធសាសនានេះជាប្រពៃណីដែលបន្តមកជាយូរដើម្បីទទួលអាហាររាល់គេហដ្ឋានទាំងអស់តើនេះជាការបន្តប្រពៃណីបែបណាទៅការសុំអាហាររាល់គេហដ្ឋានហើយតែងខ្លួនបែបនេះទៀតទ្រង់ទៅចោលព្រះមហេសីទៅចោលព្រះបុត្រាអររយៈពេល6ឆ្នាំដើម្បីអ្វីទៅតើវាមានផលប្រយោជន៍អ្វីទ្រង់ឆាប់មានបន្ទូលមកអ្វីគ្រប់យ៉ាងនឹងដូចដើមស្អីគេហើយស្អីចេះនេះមិនចេះរឿងអីចេះចម្លែកខ្លាំងណាស់មើលចុះនោះមែនភ្លើងភូមិមានទឹកផងទៀតអូយចម្លែកណាស់លោកអើយចម្លែកមែនតើមើលចុះនោះអូយក្តៅទ្រង់សំណាងល្អណាស់មានព្រះរាជបុត្រាដ៏អស្ចារ្យមកចាប់កំណើតក្នុងគភ៌ព្រះមហេសីទ្រង់ជាព្រះរាជាដ៏អស្ចារ្យលើចក្រវាឡបុត្របិតាបុត្រធ្វើឲ្យបិតាយល់ពីការពិតបុត្របង្ហាញឲ្យបិតាឃើញដល់ទៅ3លើកតែបិតាល្ងងគ្មានប្រាជ្ញាសុំមេត្តាលើកទោសឲ្យបិតាផងចុះបបិទ្ធព្រះអង្គដ៏ចម្រើនទូបង្គំសុំថ្វាយខ្លួនបួសជាសង្ឃផងចុះព្រះអង្គដ៏ចម្រើនអៀនខ្មាស់មាត់ខ្លាំងណាស់វ័យដែលសពពេកទោសសូមអភ័យទោសទូលបង្គំហងឲ្យទូលបង្គំបានបម្រើត្រង់ហើយទៅព្រមជាមួយនឹងព្រះបុត្រាអនន្តផងពួកទូលបង្គំនឹងផ្សព្វផ្សាយបន្ទូលរបស់ព្រះអង្គព្រះអង្គដ៏ចម្រើនហើយពេលដែលនាងដឹងថាទ្រង់ស្លៀកស្បង់ជាពរនាងក៏ធ្វើដូចទ្រង់